លោកអឹមជីវ៉ាកាន់តែក្តៅចិត្តស្វែងរកមុខអ្នកដែលទិញសិទ្ធិ MGI មករៀបចំនៅកម្ពុជាបន្ទាប់ពីឃើញម្ចាស់កម្មវិធី MGI តាណវ៉ាត់លក់លើយមកលើកម្ពុជាម្ដងហើយម្ដងទៀតជាការពិតណាស់ចាប់តាំងពីមានបញ្ហាចម្រូងចម្រាសជាមួយនឹងស្ថាប័ន MGC ដែលគ្រប់គ្រងដោយលោកស្រីអឹមសុគន្ធានាពេលកន្លងមកនោះ MGI ត្រូវបានប្រជាជនកម្ពុជាជាពិសេសអ្នកដែលគាំទ្រវិស័យបវរកញ្ញានាំគ្នាធ្វើពហិការមិនឲ្យមានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជាទីនោះទេគេនៅចាំបានការនោះតាណវ៉ាត់បានប្រើប្រាស់ពាក្យសម្ដីប្រមាថនិងលក់លើយមកលើកម្ពុជាជាច្រើននិងបានចោទថាការរៀបចំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៅពេលនោះគឺ unprofessional ទាំងដែលសកម្មភាពនិងទង្វើរបស់ខ្លួនឯងទៅវិញដែល unprofessional បន្ទាប់ពីពេលនោះមកលោកស្រីអឹមសុគន្ធាក៏បានប្រកាសយ៉ាងដាច់អហង្ការមិនបន្តការងារជាមួយនឹង MGI ទៀតឡើយដែលលោកស្រីសុកចិត្តខាតបង់សូមផ្ដាច់កងត្រាជាមួយនឹង MGI ហើយលោកស្រីក៏បានប្រកាសនឹងប្រឆាំងយ៉ាងដាច់ខាតមិនឲ្យមានវត្តមាន MGI នៅក្នុងប្រទេសកម្ពុជាតទៅទៀតផងដែរការសម្រេចចិត្តរបស់លោកស្រីអឹមសុគន្ធានៅពេលនោះគឺទទួលបានការគាំទ្រយ៉ាងច្រើនប៉ុន្តែមិនយូរប៉ុន្មានតាណវ៉ាន់បែរជាបង្ហើបថាមានអ្នកទិញសិទ្ធិ MGI មករៀបចំនៅកម្ពុជាម្ដងទៀតក្នុងឆ្នាំ2025តែមិនបានបង្ហាញឈ្មោះឡើយដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រផ្ទុះការខឹងសម្បាននឹងចង់ឃើញមុខ ND ថ្មីរបស់ MGC យ៉ាងខ្លាំងប៉ុន្តែរហូតមកដល់នៅពេលនេះND ថ្មីរបស់ MGC នៅតែមិនទាន់បានបង្ហាញមុខខណៈអ្នកគាំទ្រជាច្រើនកំពុងតែត្រៀមមាត់ដើម្បីរិះគន់គ្រប់គ្នាលោកអឹមជីវ៉ាដែលជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះម្នាក់លើបណ្ដាញសង្គមថ្មីនេះក៏បានចាប់ផ្ដើមផ្ទុះកំហឹងសារជាថ្មីទៅកាន់តាណវ៉ាត់ជាពិសេសអ្នកដែលហ៊ានទិញសិទ្ធិ MGI បន្ទាប់ពីលោកបានឃើញម្ចាស់កម្មវិធី MGI តាណវ៉ាត់បង្ហាញអត្តចរិតមិនសមរម្យលក់លើយទៅដល់រដ្ឋាភិបាលកម្ពុជាម្ដងហើយម្ដងទៀតនេះបើតាមលោកអឹមជីវ៉ាគឺបានបង្ហោះថាបើភ្នែកឡើងមានគេប្រាប់ថាមានអ្នកកាន់ Miss Grand ថ្មីគឺជាម្ចាស់ brand ល្បីម្នាក់ទិញឲ្យតារាល្បីម្នាក់ជាអ្នកកាន់តែពិតទេអ្នកណាកាន់មិនសំខាន់ពេលនេះខ្ញុំចេញមុខការពីរដ្ឋាភិបាលរបស់ខ្ញុំដែលត្រូវបានអនុវត្តម្ចាស់ Miss Grand International ប្រមាណ10000ងាយហើយបើម្ចាស់ brand ល្បីនោះនៅតែយកកម្មវិធីនេះមកទៀតស្មើនឹងចូលរួម10000ងាយរដ្ឋាភិបាលខ្មែរដោយពួកសៀមដូចគ្នាអ្នកណាក៏ដោយឲ្យតែការជើងសៀមទោះគ្នាឯងក៏មិនយោគយល់ឡើយហើយខ្ញុំនៅតែបន្តធ្វើការតវ៉ារហូតកម្មវិធីនេះឡើងមានវត្តមានលើទឹកដីខ្មែរមិនតែប៉ុណ្ណោះលោកក៏បានស្នើដល់ក្រសួងដែលពាក់ព័ន្ធដែលអនុញ្ញាតឲ្យកម្មវិធី MGI ចូលមកស្រុកខ្មែរមេត្តាយកចិត្តទុកដាក់មើលផងជាពិសេសចំពោះទង្វើរបស់ម្ចាស់ MGI ដែលបានប្រមាថនឹងតេះឌីលមកកាន់រដ្ឋាភិបាលកម្ពុជាថាបែបនេះតើនៅអនុញ្ញាតឲ្យកម្មវិធីនេះមាននៅក្នុងប្រទេសកម្ពុជាបានទៀតដែរឬទេ